បងមើលតើអូនឯងរាល់ថ្ងៃដូចជាមិនទាន់ដាក់ខ្លួនជាស្រីមេផ្ទះមិនតិចទេនេះគឺជាបាយម្ហូបដែលមានអាជីវរសឈ្ងុយឆ្ងាញ់គ្មានកន្លែងណាអាចប្រៀបប្រដូចបានទេពីព្រោះបាយម្ហូបនៅផ្ទះគឺជាបាយដែលរៀបចំចម្អិនឡើងដោយក្តីស្រឡាញ់បន្ថែមដោយបេះដូងមានការយកចិត្តទុកដាក់និងចំណាយកម្លាំងកាយកម្លាំងចិត្តសម្រាប់រៀបចំចម្អិនបើយើងនិយាយពីរឿងបាយម្ហូបនៅខាងក្រៅក៏មានអាជីវរសឆ្ងាញ់តាមណាក៏ដោយក៏ប៉ុន្តែគេចំណាយតែកម្លាំងចិត្តកម្លាំងកាយនៅក្នុងការរៀបចំនេះអត់ដូចអ្នកដែលរៀបចំបាយផ្ទះសម្រាប់មនុស្សជាទីស្រឡាញ់នេះគឺយើងដាក់ទាំងកាយដាក់ទាំងបេះដូងទៀតពីព្រោះពួកយើងជាអ្នករៀបចំបាយផ្ទះហើយមុននឹងយើងសម្រេចចិត្តថាថ្ងៃនេះយើងធ្វើម្ហូបអីយើងតែងតែរកនឹកថាប្តីយើងចូលចិត្តម្ហូបអីកូនយើងចូលចិត្តម្ហូបអីយើងអាចបានគិតថាខ្លួនឯងចូលចិត្តអីអ្វីដែលសំខាន់យើងផ្ដោតទៅលើប្តីហើយនិងកូនផងហ្នឹងវិទ្យាដើរចាយសម្រាប់ខ្លះសម្រាប់នេះខំសំទុកយូរហើយបើមិនចាយខ្លះទេខ្លាចសម្រាប់ expire ហួសដេឡេដើរចាយសម្រាប់ខ្លះក្រែងមានសង្សារយកទុកបញ្ញានកូនអ៊ីអ្នកចិត្តខាងប៉ុន្តែនិយាយថាឆ្ងល់តាមឆ្ងល់មកពិភពលោកមនុស្ស6 7 8000លាននាក់ហ៎ម្នាក់មកធ្វើសង្សារអត់បានប៉ុន្តែមនុស្សបងខ្ញុំនៅសល់លុយច្រើនប៉ុន្តែបេះដូងរបស់ខ្ញុំនឹងតែស្អាតនេះគឺបានអង្គការប្រចាំថ្ងៃហើយចំណៃមានគ្រប់ជាតិអាហារមានចិនប្រេស្ប៉ុនតែអីក៏មានដែរហើយគ្រប់ជាតិថៃអូនតឡនហើយបើថ្ងៃវិញអាចជួយថ្មីហើយឆ្នាំដល់ខ្ញុំទៅថ្មីដូចជាតិ